ទេវាំងដៃជាងដាប់ផ្ដាំលើប្រាំងសិលាកម្ពុជាដែនដីអង្គចាកិត្តិនាមថ្លៃថ្លាលើដែនបុរីទេវរាជាប្រកបដោយអង្គប្រាជ្ញានៃមហាបារមីព្រាមដោយស្ដេចនាងប្រថាប់នៅលើផែនដីម្ចាស់ដំរីក្បាល3កណ្ដឹង3ពាន់ចងខ្សែសិល្បៈគុនខ្មែរក៏ក្រើកដូចកលន់ដូចចម្លងរុងរឿងនាប្រសានបាយយន់ឈោត្រឹងរឹងមាំទៅធ្វើជាគេមើលកាយសំណាងប្រដេញសន្តានចំកណ្ដាលផែនដីហងឡើងក្នុងបរិយនៃពេលយើងបំភ្លឺភ្លើងជ័យតាំងនាមខ្ញុំជាបុត្រនៃអង្គមហាសូមផ្ញើសំនៀងវោហាចាលើសាស្ត្រាតម្រាពិជ័យជូនជនរួមជាតិជូនមិត្តជូនញាតិជូនដល់អង្គថាប្រដីពួងយើងរួមគ្នាបង្កើតប្រវត្តិសាស្ត្រថ្មីយើងទ្រង់ស្គរជ័យនៃវងត្រកូលបាទពេលនេះកម្មវិធីក្លឹមព្រះនគរក៏ឈានបានមកដល់ទីបញ្ចប់ប៉ុន្តែនៅក្នុងរាត្រីដ៏មានមហោឡារិកនេះអរគុណដល់បងប្អូនទាំងអស់គ្នាដែលផ្ដល់ជាកិត្តិយសជាពិសេសអរគុណលោកជំទាវរដ្ឋមន្ត្រីអរគុណលោកជំទាវទាំងអស់គ្នាអរគុណដល់បងប្អូនកងខ្មែរជាពិសេសអរគុណដល់sponsor ដែលបានចូលរួមតិចក្តីច្រើនក្តីអូខេដែលបន្តដំណើរទៅមុខទៀតហើយខ្ញុំនិយាយថ្ងៃនេះព្រោះខ្ញុំទី1រីករាយ
ទី2ក៏ប្រកបជាមួយនឹងភាពសោកសៅទី3ក៏បានបណ្ដុះនៅគំនិតថ្មីមួយដើម្បីចូលទៅផ្នត់គំនិតបងប្អូនយើងទាំងអស់គ្នានេះគឺជាការសាមគ្គីខ្មែរនេះគឺជាការរួបរวมសាមគ្គីដើម្បីជាតិសាសន៍យើងវប្បធម៌អរិយធម៌គឺជាឈាមគឺជាបេះដូងនៃនគរខ្មែរយើងដូច្នេះនេះគឺជាមោទនភាពហើយខ្ញុំអរគុណដល់ភរិយាដែលគាត់ខំប្រឹងតស៊ូច្រើនគាត់តែងតែនិយាយគាត់តែងតែស្រក់ទឹកភ្នែកជារឿយមួយរយៈចុងក្រោយនេះគាត់ដូចតែបងប្អូនហើយដូចដែលថ្នាក់ដឹកនាំយើងដែរគាត់រស់នៅមិនសូវជាសុខសប្បាយទេគឺទឹកភ្នែករហូតតែដល់ពេលលើកនេះយើងពុះពៀដើម្បីធ្វើនៅកម្មវិធីមួយដើម្បីជាផលប្រយោជន៍ដល់ជាតិផលប្រយោជន៍ដល់បងប្អូនខ្មែរផលប្រយោជន៍ដល់សិល្បៈវប្បធម៌ខ្មែរហើយម្យ៉ាងវិញទៀតខ្ញុំក៏អត់ភ្លេចដែរខ្ញុំក៏សូមអញ្ជើញលោកគ្រូព្រឹងឈៀងដើម្បីមកកាន់វេទិកាបាទ